สุดท้ายปุ่มไม้บองปอนออกเนี่ยนี่คือชีวิตโอเทสจอมุ้ยได้บังหายำปีมนุษย์มันเนี่ยจิตร้อนได้บานดาวตุสนาในมุกประปรมริจวังนั่งก็ตามดองหมดเละปุ่มไม้บองปอนคนทำมนุษย์มันเนี่ยร้อนปุ่มไม้บองปอนนั่นคือไงเศร้านั่งไงตึ๊ดปีมุนปุ่มไม้บองปอนเคยยำพ่อจะล้อมท่าพ่อนกนองเปลปนอมตู้เต็มนี้เหม็นนั่นปุ่มไม้บองปอนเคยท่าไงเศร้าเอาแต่ไงเศร้าไงตึ๊ดคุณดังตามยิวเตสจอเจ็ดหนังอันตรเจ็ดนกตุสนาจิตร้าดาวลมหายการเนตามมอตเล่ก็โดยเชียในมุกประปรมเรจวังบุกมาบงปนคือเมียนมนุษย์มันเนี่ยจะร้าก็คอเหมือนกันบงปนให้สบายนะโดยเชียพับตริงจังโดยเชียโดยในซิมเรียมจังบงปนนะเมียนลานเมียนวัตโตบากัดเด้คือยังสมาร์เจอหนังอ๋อนั่งไงดาวเมื่อมนุษย์มันเนี่ยเกี่ยประกุมหนึ่งไตรก็โดยเชียเกี่ยเล่งระบำเซ็งนะบุกมาบงปนนะไงมีนบองปนยังจะบอดจุ่มริงประเพณีขมายยังโดยเฉพาะรอมบุงซาระวันในรอมตามมอเตอร์เล่เคยเมื่อตั้งสบายมียางในบองปนเป็นเด็กยมหนียัยไรรับนกนงวิดีโอนี้คือปุ่มมาบองปนกระทำมันเจียสบายแต่ตัวเด็กปุ่มมาบองปนบอกตุสนาต้นบ่านั่งดังหาสบายปัญหาคือปุ่มมาบองปนเคยไงบ่าให้การเดปุ่มมาบองปนบอกตุสนานี่คือในไงเช้าในไงติดบองปนนะพิจารณาคือไงติดกระดาษเล่นจานให้ยามปีสุภีบเนรีสุภีบบัวรอยยังก็เจ้านะบองปนนั่นคือสะอาดนะมือเติมพลึงตายมาดอมบองปนมันท่าแต่เก้มันท่าแต่ยอมไม่ได้มือนี่มือนุ่มติงระบบยำนี่ระบบยำนุ่มจังก็บองปนนะคือรอจงสัปดาห์แต่ปุ่มมาบองปนกลมจะล้อมท่าในขนมบนอมตู้ก็เหมือนเมนนะบองปนนี่คือจีวิดีโอทอดปีไงตีหมกไผ่ปรามไผ่ประมวยไข่บูนิเต้แต่ขยมมันบานพกคือเติมแต่หนึ่งพกvà phải pram phải vào mũi khai buôn cho năm pipon mà phải pram nắng ở xa thì nhom mình ban phao video này thì xa tại miền cam một miền nhật tình túi trong một ôn hay có khơi tha mà nụ trơn bách có vô video này một bằng hai cũng mà bông ôn nằm pi cái lại tê sẽ cho nơi một quen có đôi chị tam đòn tuần lê giống một ôn á cứ trơn nó một ôn hay sờ bãi nó bông ôn ấy còn đã mơ khni nó có cực mẹ làm tha sờ bãi đây nếu dân trôn mơ cái lên rồi bám xanh đôi chỉ lên là bay chia prey xanh đôi chỉ lốt ẩn tẹt rom vung rồi gọi là bám chảy ra mấy chuyện đá mông pon nó ngay miền cục một cục mạ tay mà nó mông ai cũng mơ hay miền ca và cùng anh chẳng và bông mai bông pon bàn tu sanaនៅ video ខ្ញុំហើយសូមកុំភ្លេចនាំគ្នាមកទស្សនានៅមុខប្រាស់ព្រំរាជវាំងក៏ដូចជានៅតាមដងទន្លេតាមដងមាត់ទន្លេបងពុំម៉ែបងប្អូនណាគឺសប្បាយណាស់បងប្អូនហើយកុំភ្លេចទាំងអស់គ្នាបងប្អូនមកទស្សនាបានទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជាយើងទេកន្លែងនេះគឺជាកន្លែងដ៏អស្ចារ្យមួយបងប្អូននៅក្នុងរាជធានីភ្នំពេញហ្នឹងគឺមុខប្រាស់ព្រំរាជវាំងក៏ដូចជាតាមមាត់ទន្លេហ្នឹងឯងគឺជាកន្លែងលំហែកាយយ៉ាងត្រជាក់ត្រចង់មួយដែលយើងស្រូបយកខ្យល់អាកាសពីធម្មជាតិដែលខ្យល់រំភើយមកតាមទឹកទន្លេបងប្អូនបាទនេះគឺជាទិដ្ឋភាពនៅមុខវាំងបងប្អូនគឺមនុស្សច្រើនបងប្អូនកន្លែងណាក៏មនុស្សច្រើនដែរហើយវាំងគឺភ្លើងស្អាតណាស់បងប្អូនហើយមនុស្សម្នាបានថតជាច្រើននៅមុខប្រាស់ព្រំរាជវាំងហ្នឹងបាទហើយខ្ញុំក៏ថតគេដែរបងប្អូនតែមិនបានឃើញរូបខ្លួនឯងដើរថតតែគេថតតែឯងហ្នឹងទៅដោយសារតែចង់បង្ហាញពុកម៉ែបងប្អូនឲ្យឃើញអំពីទិដ្ឋភាពបងប្អូនទេសចរយើងគាត់មកទស្សនាកម្សាន្តពេលរាត្រីអញ្ចឹងណាបាទគឺយើងពេលស៊ីលថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺយើងទៅអង្គុយមុខវាំងក៏ដូចជាតាមមាត់ទន្លេគឺត្រជាក់ស្រួលបងប្អូនហើយមានមនុស្សមានជាច្រើនមិនថាតែគេទេគឺយើងក៏ទៅដែរបាទហើយពុកម៉ែបងប្អូនអាចឃើញវីដេអូខ្ញុំហើយកុំភ្លេចទៅចូលរួមទស្សនាដើរកម្សាន្តលេងទាំងអស់គ្នានៅតាមមាត់ទន្លេក៏ដូចជាមុខវាំងក៏ដូចជាកោះពេជ្របាទហើយនេះមិនមែនតែមានតែបងប្អូនញៀវទេសចរខ្មែរទេគឺមានបងប្អូនជនជាតិជាច្រើនដូចជាចិនដូចជាប្រាំងដូចជាអីមិនដឹងជនជាតិអីបងប្អូនតែយើងមើលទៅគាត់មិនមែនជាជនជាតិខ្មែរទេបាទអាចនឹងជាជនជាតិពីអឺរ៉ុបផងពីអាស៊ីយើងផងតែអាចនឹងជាជនជាតិចិនជាច្រើនបាទនេះគឺមនុស្សច្រើនបងប្អូនតែតាប់ដើរចង់រួចទេដូចមើលទៅទិដ្ឋភាពនេះយើងមើលមកផ្លែទៅស្រដៀងនឹងកាលពីបុណ្យអុំទូកបងប្អូនតែមិនមែនណាមិនមែនក្នុងពេលបុណ្យអុំទូកទេគឺនៅថ្មីនេះទេបងប្អូននេះគឺគាត់លេងដណ្ដើមស្លឹកឈើបងប្អូនណាប៉ុន្តែថតមិនច្បាស់បងប្អូនដោយសារតែទូរស័ព្ទខ្ញុំវាងងឹត
ហើយក៏ទូរស័ព្ទតម្លៃ30-40រៀលអញ្ចឹងចែកយកថតធ្វើវីដេអូនេះចែកជូនពុកម៉ែបងប្អូនក៏ទស្សនាកំសាន្តលេងអញ្ចឹងទៅបងប្អូនជាស្រ័យដែរដោយសារតែវីដេអូខ្ញុំវាមិនសូវច្បាស់ហើយនិយាយពីប្រុសស្អាតស្រីស្អាតវិញគឺច្រើនមែនទែនបងប្អូនហើយហ្នឹងហើយបងប្អូនអាចទៅទស្សនាកំសាន្តលេងថ្ងៃអាទិត្យកុំភ្លេចបងប្អូនបានទស្សនាវីដេអូខ្ញុំនេះបាទហើយកុំភ្លេចនាំបងប្អូននាំឪពុកម្ដាយចាស់ចាស់ទៅអង្គុយតាមមាត់ទន្លេលំហែកាយទាំងអស់គ្នាជិះទូកកំសាន្តក៏បានអីក៏បានដែរបងប្អូនណាបាទឲ្យក្នុងរយៈពេលមួយអាទិត្យហ្នឹងគឺយើងអាចដើរកំសាន្តមួយថ្ងៃហ្នឹងដើម្បីលំហែខួរក្បាលទាំងអស់គ្នាបងប្អូនពេលខ្លះយើងធ្វើការទៅវាត្រេះខួរក្បាលខួរអីអញ្ចឹងណាបងប្អូនបាទហើយបើពុកម៉ែបងប្អូនបានឃើញវីដេអូខ្ញុំនេះហើយសូមពុកម៉ែបងប្អូនកុំភ្លេចជួយចុច Subscribe ក៏ដូចជាចុចពាក្យជាវនិងចុចសញ្ញារូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងបងប្អូនដើម្បីខ្ញុំមានវីដេអូថ្មីៗខ្ញុំផុសទៅចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តទាំងអស់គ្នាទៀតនេះភាគច្រើនគឺខ្ញុំថតតែបងប្អូនគាត់មកទេសចរទេដែលគាត់ដើរលេងកំសាន្តទេគឺខ្ញុំអត់បានថតអ្នកលូកទេបងប្អូនអ្នកលូកក៏ច្រើនដែរបងប្អូនតាមដងទន្លេតាមមាត់ទន្លេគឺច្រើនមែនតើបងប្អូនអ្នកលូកក៏ច្រើនណាស់បងប្អូនបាទហើយមានលោកអ៊ុំសេតាស្លូគាត់ធាក់ដឹកភ្ញៀវជាច្រើនដូចជាជនជាតិបងប្អូនដឹកភ្ញៀវជាតិភ្ញៀវអន្តរជាតិបងប្អូនភ្ញៀវជាតិយើងដូចជាមិនសូវជាមានអ្នកជិះទេស៊ីស្លូបាទមានតែភ្ញៀវអន្តរជាតិដែលគាត់ចូលចិត្តជិះស៊ីស្លូបាទនេះគឺខ្ញុំដើរទៅថតតាមក្រោយក្មួយខ្ញុំរហូតបងប្អូនគឺអាវក្រហមហ្នឹងក្មួយខ្ញុំហើយខ្ញុំដើរថតពីក្រោយបាទហើយសុទ្ធតែស្រីស្អាតទាំងអស់បងប្អូនណាបងប្អូនអាចមើលទៅបាទខ្លះតែមានគូមានអីដើរគេដើរមកគូអញ្ចឹងតែខ្ញុំអត់ទេដើរពីអ្នកក្មួយបងប្អូនបាទនេះមើលមួយផ្លែទៅយើងស្រីងនឹងផាប់ទ្រិកនៅស៊ីមរៀបបងប្អូនតែមិនមែននេះគឺនៅមាត់ទន្លេនៅភ្នំពេញយើងទេបងប្អូនណាកុំច្រឡំគឺនៅតាមដងទន្លេតាមមាត់ទន្លេទេបងប្អូនខ្ញុំនិយាយច្រឡំហត់ចេះតាមដងទន្លេគឺយើងចុះទឹកទេបងប្អូនណាគឺសូមអធិស្ឋានគឺទៅតាមមាត់ទន្លេហ្នឹងហើយមាត់ទន្លេមិនតាមដងទន្លេទេកាលណាដងទន្លេដូចយើងចុះនៅក្នុងទឹកមហាដងទន្លេនេះគេហៅថានៅមាត់ទន្លេអញ្ចឹងនិយាយខុសរហូតបងប្អូនសូមអធិស្ឋានបាទនេះគឺខ្ញុំធ្វើដំណើរចេះតែដើរទៅដើរមកអញ្ចឹងបងប្អូនទៅមុខវាំងអស់ពីមុខវាំងមកសារាត្រីវិញអញ្ចឹងទៅនេះគឺគេលេងហ្គីតាបងប្អូនណាមានលេងសូឡូហ្នឹងហើយគេលេងសូឡូបងប្អូនតែខ្ញុំមិនដាក់សំឡេងស៊ីនទេបងប្អូនណាដាក់សំឡេងពិតអាចនឹងជាប់អ្វីមួយហ្នឹងខុសរំលោភសិទ្ធិគោលការណ៍របស់គេអញ្ចឹងណាអញ្ចឹងខ្ញុំមិនអាចដាក់សំឡេងស៊ីនបានទេបងប្អូនសូមអធិស្ឋានដោយសារមានចាក់ប្រគំតន្ត្រីជាច្រើននៅតាមដងទន្លេអញ្ចឹងក៏សូមអធិស្ឋានដែរបងប្អូនណាបងប្អូនវីដេអូខ្ញុំមើលទៅមានតែប៉ុណ្ណេះបងប្អូនហើយក៏សូមពុកម៉ែបងប្អូនអធិស្ឋានផងឲ្យការបញ្ចូលសំឡេងទៅខុសត្រូវយ៉ាងណាសូមពុកម៉ែបងប្អូនអធិស្ឋានផងបាទសូមអរគុណច្រើននិងសូមជម្រាបលា